Wow ធំវែងអញ្ចឹងខ្ញុំជឿថាខាងក្នុងប្រកាសជាទលាយឯង Okបងអញ្ចឹងនេះគឺជា Ford HL Full Hybrid System តែម្ដងអាចនិយាយមកថាវាគឺជាកូនកាត់អគ្គិសនីណាបងប្អូនដោយសារអីចាក់សាំងមកពេញគឺវាប្រើប្រាស់បានរហូតដល់1100គីឡូពាក់ព័ន្ធជាមួយនឹងការ design ក៏ស្អាតខ្លាំងដែរតាក់ភ្នែកខ្ញុំខ្លាំងមែនទែនដោយការ design ផ្នែកខាងមុខគឺជាបន្ទាត់ផ្ដេកតែម្ដងទាំងភ្លើង DRL ទាំង4ខ្សែជាមួយនឹងបណ្ណាដែលការ design ផ្ដេកមើលទៅស៊ីគ្នាល្អមែនទែនសូម្បីតែអំពូលគុជក៏ design ជាលក្ខណៈផ្ដេកដែរ2ជាន់បាទសងខាងមួយខាង2គ្រាប់អញ្ចឹងសងខាង4គ្រាប់អញ្ចឹងពាក់ព័ន្ធជាមួយនឹងពន្លឺខ្ញុំជឿជាក់ថាភ្លឺច្បាស់ល្អមែនទែនតែម្ដងតើបងប្អូនមកមើលផ្នែកចំហៀងវិញអញ្ចឹងសម្រាប់ផ្នែកចំហៀងឡាននេះផងដែរកង់គឺប្រើប្រាស់ទំហំរហូតដល់20អ៊ីងហើយសបកភេលីទៀតអញ្ចឹងវាពិសេសខ្លាំងមែនទែនហើយសម្រាប់ពណ៌រថយន្តនេះគឺធូរណា2ពណ៌មកកណាត់ក្រោមពណ៌សមកកណាត់លើដបូលជាមួយនឹងកញ្ចក់នេះទៅលើពណ៌ខ្មៅហើយកញ្ចក់នេះក៏មានជាមួយនឹងសញ្ញាផ្ដល់ដំណឹងពេលវ៉ាជើងដូចគ្នាអញ្ចឹងសម្រាប់ដៃទ្វារក៏ជាប្រភេទដៃទ្វារបង្កប់ដែរអានេះហើយគឺជា DNA របស់រថយន្តអគ្គិសនីហើយខ្ញុំបញ្ជាក់បន្ថែមថាសម្រាប់រថយន្តនេះផងដែរទាំងមុខទាំងក្រោយគឺ Full LED តែម្ដងតោះបងប្អូនឥឡូវទៅមើលនៅផ្នែកខាងក្រោយមួយខ្ញុំបន្តិចប៉ុន្តែឈប់មុននឹងទៅមើលផ្នែកខាងក្រោយខ្ញុំចង់ប្រាប់បងប្អូនមួយសម្រាប់ទ្វារឡាននេះទាំង4ទ្វារពេលដែលបើកមកមុំបើកអស់ល្អមែនតែម្ដងហើយជាមួយនឹងភ្លើង ambient light ដែលជាប់ជាមួយនឹងទ្វារពេលដែលយើងបើកមកភ្លើងនឹងភ្លឺពណ៌ក្រហមប៉ុន្តែពេលដែលយើងបិទទៅវិញគឺភ្លើងនឹងចេញពណ៌ខៀវហេតុផលដែលចេញពណ៌ក្រហមគឺចង់បញ្ជាក់បងប្អូនពេលដែលបើកទ្វារនឹងគឺផ្ដល់សុវត្ថិភាពឲ្យបងប្អូនមានការប្រុងប្រយ័ត្នព្រោះពាក់ព័ន្ធជាមួយនឹងភ្លើងពណ៌ក្រហមគឺបង្ហាញពីការប្រុងប្រយ័ត្នខ្ពស់មែនតើសម្រាប់បងប្អូនអ្នកប្រើប្រាស់អូខេបងឥឡូវចូលមកដល់ផ្នែកខាងក្រោយបើយើងមើលឲ្យ detail លម្អិតទៅបងប្អូនសូម្បីតែសំណុំចង្គៀងនៅខាងក្រោយនេះក៏ដាប់ logo Ford ដែរហើយភ្លើង LED មួយឆ្នូតជាខ្សែបន្ទាត់ស្អាតមែនតើដែលវា follow ទៅការ design នៅផ្នែកខាងមុខហើយសម្រាប់ពូតក្រោយគឺជាប្រភេទអគ្គិសនីបាទហើយបើកបានច្រើនរបៀបមែនតើអញ្ចឹងរថយន្តនេះគឺជាប្រភេទរថយន្តមានកៅអី3ជួរអញ្ចឹងសម្រាប់ខាងក្រោយផ្លុកខាងក្រោយនេះពេលដែលយើងបត់កៅអីជួរទី3ទៅគឺកាន់តែទូលាយតោះបងឥឡូវយើងចូលទៅមើលផ្នែកខាងក្នុងទៅឆែកមើលកៅអីជួរទី1កៅអីជួរទី2ទាំងអស់គ្នាតោះអូខេបងប្អូនចូលមកដល់ផ្នែកខាងក្នុងអញ្ចឹងសម្រាប់ផ្នែកខាងក្នុងវាមើលទៅពិនិត្យហើយ premium ខ្លាំងមែនតើឥឡូវខ្ញុំចាប់អារម្មណ៍នៅផ្នែកខាងមុខនេះសម្រាប់ផ្នែកខាងមុខគឺអេក្រង់ design រហូតដល់2កណ្ដាល1ហើយនឹងសម្រាប់អេក្រង់បង្ហាញព័ត៌មាន1ពាក់ព័ន្ធជាមួយនឹងដៃចង្កូត design ជាអក្សរ D ហើយបើយើងមើលពីលើទៅមាន inox មួយដែល design ចេញមកគឺមើលពីលើចេះទៅដូចផ្កាអញ្ចឹងបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងចង្កឹះលេខវិញចង្កឹះលេខគឺជាប្រភេទចង្កឹះលេខ electronic e-sister ហើយមានជាមួយនឹង wireless charge ដូចគ្នាដែលយើងអាចបើកបដាសារទូរស័ព្ទបដាអញ្ចឹងសម្រាប់រថយន្តនេះផងដែរកៅអីជួរទី1កៅអីជួរទី2គឺជាប្រភេទកៅអី electronic ដែលយើងអាចបញ្ជាបានដោយប៊ូតុងចុចចុះចុចឡើងហើយសម្រាប់កៅអីទាំង2ជួរហ្នឹងគឺមានក្តៅត្រជាក់ទាំងអស់មានទាំង4កៅអីបងប្អូនហើយតិចទៀតខ្ញុំនឹងចូលទៅអង្គុយកៅអីជួរទី2ហើយនិងកៅអីជួរទី3ចង់ដឹងថាតើការអង្គុយរបស់យើងវាទលាយប៉ុណ្ណាសម្រាប់ផ្នែកខាងមុខនេះគឺយើងមាន option ប្រើច្រើនមែនទែនហើយម៉ាស៊ីនត្រជាក់ design មកផ្ដេកជាមួយនឹងតាប្លូមើលទៅស្អាតមែនទែនហើយបងប្អូនខ្ញុំចាប់អារម្មណ៍មែនទែនជាមួយនឹងក្បាលកៅអីដែលការ design ចេញមកមើលទៅពិនិត្យហើយ premium វាអត់អញញ៉ៃបងប្អូនមើលទៅគឺ clean ស្អាតតែម្ដងអូខេបងប្អូនអញ្ចឹងខាងមុខខ្ញុំមានតែប៉ុណ្្នឹងឯងឥឡូវខ្ញុំទៅចូលកៅអីជួរទី2ម្ដងហើយកៅអីជួរទី2ខ្ញុំសូមចូលខាង VIP អូខេបងប្អូនអញ្ចឹងខ្ញុំសូមចូលមកខាងកៅអី VIP តែម្ដងអញ្ចឹងខ្ញុំនឹងប្រាប់ហេតុផលបងប្អូនថាហេតុអីបានកៅអីនៅនេះខ្ញុំហៅកៅអីថា VIP ដោយសារតែសម្រាប់កៅអីខាងមុខគឺយើងអាចសេរីទៅបានដោយ electronic យើងគ្រាន់តែចុចទេបាទយើងសេរីវាទៅមុខបានបន្ទាប់មកសម្រាប់កៅអីដែលខ្ញុំអង្គុយគឺជាកៅអី VIP ហ្នឹងគឺខ្ញុំអាចដាក់ជើងបានអស់ដោយយើងគ្រាន់តែបញ្ជាជាមួយនឹងប៊ូតុងទេអញ្ចឹងប៊ូតុងនៅចំហៀងកៅអីហ្នឹងគឺជាប្រភេទប៊ូតុង electronic ទាំងអស់តែម្ដងអូខេអញ្ចឹងពេលដែលខ្ញុំបត់ហើយគឺខ្ញុំអាចចុចកៅអីមួយឲ្យវាបញ្ជាបែបអូតូតែម្ដងបងប្អូនអាចឃើញអញ្ចឹងងាយស្រួលខ្ញុំដាក់ជើងមែនតើហើយសម្រាប់កៅអីជួរទី2នេះក៏យើងមានជាមួយនឹងខ្នើយកាយជើងដូចគ្នាបាទអញ្ចឹងបងប្អូនអាចឃើញវាកំពុងតែបើកជាដោយ electronic សុទ្ធតែម្ដងអញ្ចឹងដោយសារតែរថយន្តនេះគឺជាប្រភេទ SUV កៅអី3ជួរម៉ាស៊ីនត្រជាក់ក៏មាន3 zone ផ្សេងគ្នាដែរម៉ាស៊ីនត្រជាក់គឺ dual zone ដែលអាចបញ្ជាបានក្តៅត្រជាក់ផ្សេងគ្នាតែម្ដងអញ្ចឹងនេះគឺជាកៅអីដែលពិសេសមែនតើខ្ញុំហៅថាវា VIP អញ្ចឹងបើយើងអង្គុយកៅអីជួរទី2យើងអាចមើលទៅលើមេឃបានដោយសារតែរថយន្តនេះគឺមានជាមួយនឹង double moon roof ដែលយើងអាច
ជាបើកបិទបានហើយក៏មានជាមួយនឹងរីដូដូចគ្នាមកកណាត់មុខក៏អាចបើកចេញជាកញ្ចក់មកដាច់ដែរដើម្បីយើងអាចឈរនៅលើបានស្រូបជាមួយនឹងខ្យល់អាកាសល្អបើយើងធ្វើដំណើរទៅសមុទ្រឬក៏ទៅតំបន់ភ្នំអីចឹងទៅអូខេបងប្អូនអញ្ចឹងជួរកណ្ដាលខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំចង់ទៅអង្គុយជួរទី3ម្ដងចឹងដឹងថាតើកៅអីជួរទី3យ៉ាងណាដែរតោះបាទអញ្ចឹងយើងអាចគ្រាន់តែបត់ដៃមកយើងអាចដើរជួរកណ្ដាលបានអូទលេតើបងប្អូនមានអីអូខេកៅអីខាងក្រោយនេះគឺអត់ត្រង់ទេគឺមានរាងទេអញ្ចឹងគឺយើងអាចធ្វើដំណើរសម្រាប់អ្នកខាងក្រោយគឺស្រួលអង្គុយដូចគ្នាហើយនេះបងប្អូនម៉ាស៊ីនត្រជាក់មកហើយនៅខាងក្រោយនេះក៏មានភ្លើងដូចគ្នាអញ្ចឹងម៉ាស៊ីនត្រជាក់គឺ3 zone តែម្ដងខាងមុខកៅអីកណ្ដាលហើយនិងកៅអីជួរទី3ហើយសម្រាប់កៅអីជួរទី3នេះក៏មានកន្លែងសាកទូរស័ព្ទដែរណាអត់មែនអត់ទេណាអ្នកដែលអង្គុយខាងក្រោយក៏មានកន្លែងសាកទូរស័ព្ទហើយមានកន្លែងដាក់កែវទឹកមួយផងដែរខ្សែក្រវ៉ាត់សុវត្ថិភាពក៏មានដែរពិសេសមែនតើអូខេបងប្អូនឥឡូវយើងទៅជួបគ្នានៅខាងក្រៅអ្នកគ្នាអូខេបងប្អូនអញ្ចឹងសម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះ Ford HL នេះ complete component ខាងក្រោមហើយសម្រាប់រថយន្តនេះគឺមាននៅ showroom Ford ហើយបងប្អូនអាចមក check មើលបានទាំងអស់គ្នាហើយពាក់ព័ន្ធជាមួយនឹងរថយន្តនេះ option ជាច្រើនទៀតមាននៅក្នុងវីដេអូ full review ផងដែរហើយនេះគ្រាន់តែជាវីដេអូ first impression សម្រាប់ខ្ញុំផ្ទាល់ជាមួយនឹងរថយន្តតែប៉ុណ្្នឹងឯងពីខ្ញុំទៅសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ